សុស្ដីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាទន្សាយក្នុងច័ន្ទកាលពីព្រៃនាយមានទន្សាយមួយរស់នៅក្នុងព្រៃជាមួយនឹងសត្វមិត្តភក្តិដទៃទៀតទន្សាយគឺជាសត្វដែលមានចិត្តល្អស្មោះត្រង់និងសប្បុរសថ្ងៃមួយមានបរិសចាស់ក្រីក្រម្នាក់បានដើរឆ្លងកាត់ព្រៃហើយសុំអាហារពីសត្វទាំងអស់នោះសត្វផ្សេងក៏នាំគ្នារកអាហារមកឲ្យប៉ុន្តែទន្សាយមិនអាចរកអ្វីបានឡើយព្រោះវាមានតែស្មៅដោយសារតែចិត្តសប្បុរសរបស់វាទន្សាយក៏បាននិយាយថាបើលោកមិនមានអ្វីបរិភោគសូមដុតភ្លើងខ្ញុំនឹងលោតចូលទៅក្នុងភ្លើងដើម្បីឲ្យលោកបានបរិភោគសាច់ខ្ញុំជាអាហារបរិសចំណាស់នោះពិតជាមិនមែនជាមនុស្សធម្មតានោះទេតែជាទេវតាដែលមកសាកចិត្តនឹងចិត្តសប្បុរសរបស់សត្វទាំងឡាយពេលឃើញទន្សាយមានចិត្តល្អដល់ថ្នាក់នេះហ៊ានលះបង់ជីវិតខ្លួនឯងទេវតាបានរារាំងវាហើយសរសើរវាថាគឺជាសត្វដែលមានគុណធម៌ខ្ពស់ដើម្បីអនុស្សាវរីយ៍ចំពោះសត្វសប្បុរសទាំងនេះទេវតាបានយកទន្សាយទៅដាក់នៅលើព្រះច័ន្ទដើម្បីឲ្យមនុស្សគ្រប់គ្នាមើលឃើញនិងចងចាំនៃការលះបង់និងសេចក្តីមេត្តាចាប់តាំងពីពេលនោះមកមនុស្សជាច្រើនពេលដែលមើលទៅព្រះខែពួកគេតែងតែនឹកស្រមៃនិងបានឃើញស្រមោលទន្សាយកំពុងតែកិនអង្ករធ្វើជាម្សៅអំបុកនៅទីនោះជួនអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរចំពោះរឿងនិទានមួយប្រភេទនេះហើយខ្ញុំបាទក៏សូមជម្រាបលាជួបគ្នានៅពេលវេលាលើកក្រោយបាយបាយ